ទាំង3នេះគឺជាមុខងារសំខាន់ដែលអ្នកប្រើប្រាស់ Table ត្រូវតែចេះដោយសារយើងត្រូវការប្រើប្រាស់វាជាមួយនឹងការ design Table របស់យើងគឺច្រើនមែនទែនអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបប្រើប្រាស់និងបង្ហាញថាតើហេតុអ្វីបានយើងត្រូវប្រើវាហើយសូមបញ្ជាក់ផងដែរថាចំពោះ Table Design និង Table Layout ទាំងពីរខាងលើនេះទាល់តែយើងបង្កើតតារាងហើយទើបយើងមាន tab ពីរហ្នឹងបើពីដំបូងមកបើទាំងអស់គ្នាអត់ធ្វើការងារជាមួយនឹងតារាងអត់បានបង្កើតតារាងទេវាមានត្រឹមតែ help តែប៉ុណ្ណោះអញ្ចឹងខ្ញុំនឹងចូលមកកាន់ table layout មុនចូលមកកាន់ table layout មកអញ្ចឹងទី1មុខងារទី1 split table មានន័យថាការផ្ដាច់ table ផ្ដាច់ចេញពីគ្នាតែម្ដងឥឡូវនេះខ្ញុំកំពុងតែឈរនៅជួរដេកទី2កន្លែងនេះចូលនិយាយទៅមិន select ក៏បានដែរបងប្អូនកន្លែងហ្នឹងគឺវាគិត100មកជួរដេកហ្មងអញ្ចឹងខ្ញុំឈរនៅជួរដេកទី2ហើយយើងធ្វើការ select នៅលើ split table អញ្ចឹងវានឹងធ្វើការផ្ដាច់ table យើងទាំងពីរហ្នឹងគឺចេញពីគ្នាហ្មងអានេះគឺផ្ដាច់គណៈជួរដេកតមកអ្នកគ្នាឃើញកន្លែងអត់នៅពេលដែលយើងឈរក្រៅ table ណា tab 2ដែលខ្ញុំនិយាយមុនហ្នឹងគឺវានឹងបាត់អីវាអត់មានអញ្ចឹងនៅពេលដែលយើងចូលលើ table វិញវានឹងចេញអញ្ចឹងអ្នកគ្នាពេលបាត់អាហ្នឹងកុំឆ្ងល់ថាហេតុអីបានអ្នកគ្នាអត់ឃើញកន្លែងហ្នឹងយើងចូលមកកាន់មុខងារទី2 split cell split cell នេះវាផ្ដាច់វាប្របែក cell របស់យើងជាកង់មកឥឡូវខ្ញុំឈរនៅលើខ្ញុំចូលទៅកន្លែងមកនេះ cell តែមួយទេនៅពេលយើងចុច split cell វានឹង load ហើយអានេះមកមួយផ្ទាំងមកហើយនៅក្នុងផ្ទាំងមួយហ្នឹងគេនឹងសួរយើងថាទី1 number of column នេះជាចំនួននៃជួរឈរតើអ្នកនរគ្នាចង់បានជួរឈរនឹងប្រហែលជួរនៅក្នុង cell តែមួយនេះអា cell ដែលយើងកំពុងតែឈរហ្នឹងឥឡូវខ្ញុំដាក់ថា2ទេទី2 number of row សំដៅទៅលើជួរដេកតើយើងចង់បានជួរដេកប្រហែល row យើងវាយលេខបញ្ចូលកន្លែងហ្នឹងមកឥឡូវខ្ញុំយក2ស្មើអញ្ចឹងនៅពេលដែលចុច OK អ្នកនរគ្នាចាំមើល result កន្លែងនេះនៅពេលដែលយើងចុច OK មកវានឹងធ្វើការបំបែក cell មួយហ្នឹងពីមួយ cell ទៅជា cell តូចបន្ថែមក្នុងនោះទៀតនេះមានជួរដេក2ជួរឈរ2ដូចអ្វីដែលយើងបានកំណត់មិញហ្នឹងចំពោះមុខងារទី3ដែលមានឈ្មោះថា merge cell នេះតើតើយើង select cell ចាប់ពី2ឡើងទៅវាបើកឲ្យយើងប្រើប្រាស់មុខងារមួយហ្នឹងជាក់ស្ដែងខ្ញុំឧទាហរណ៍កន្លែងនេះខ្ញុំធ្វើការ select 2មកអ្នកនរឃើញនៅពេលយើង select 2វានឹងចេញកន្លែងហ្នឹងមុខងារមួយហ្នឹងយើងប្រើប្រាស់វាដើម្បីធ្វើការ merge រំលាយ cell ហ្នឹងបញ្ចូលគ្នាពី2 3 4 5ទៅជា cell តែមួយដូចកន្លែងនេះអញ្ចឹង cell ហ្នឹងមាន2អញ្ចឹងនៅពេលដែលខ្ញុំ select បែបនេះហើយធ្វើការជ្រើសរើសមុខងារមួយហ្នឹងអញ្ចឹងវានឹងធ្វើការ merge បញ្ចូលគ្នាមិញ cell 2ឥឡូវសល់ cell តែមួយទេនៅពេលដែលអ្នកនរគ្នាមើលបែបនេះយើងអត់ទាន់ដឹងថាយើងប្រើប្រាស់មុខងារហ្នឹងនៅពេលណាទេប៉ុន្តែនៅពេលដែលអ្នកនរគ្នាធ្វើការងារជាមួយនឹងតារាងអ្នកនរគ្នានឹងជួបការងារបែបហ្នឹងអញ្ចឹងមុខងារទាំង3នេះអ្នកទាំងអស់គ្នាគួរតែចាំអត់គួររំលងវាទេអរគុណ